បាទសូមគោរពជំរាបសួរទៅដល់អ្នកដែលកំពុងតែតាមដានទស្សនានៅវីដេអូមួយនេះផងដែរខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានវិលត្រឡប់មកជួបមិត្តនិស្សិតនិតិសាស្ត្រទាំងអស់គ្នាក៏ដូចជាបងប្អូនដែលគាត់ធ្លាប់បានតាមដាននៅคลิปវីដេអូរបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងការចែកម្លែកនៅចំណេះដឹងបន្តិចបន្តួចដែលខ្ញុំធ្លាប់បានសិក្សាកន្លងមកពាក់ព័ន្ធជាមួយនឹងវិស័យច្បាប់ហើយនៅថ្ងៃនេះដែរខ្ញុំសូមពំនាំនៅប្រធានបទថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងគោលការណ៍ទូទៅនៃក្រមព្រហ្មទណ្ឌបាទអញ្ចឹងនេះជាមាតិការបស់ខ្ញុំដែលពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះដែលមាន4ចំណុចសំខាន់ទី1ពាក់ព័ន្ធជាមួយនឹងដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌទី2គឺធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌដែលនៅក្នុងនោះគឺមាន3ចំណុចតូចទៀតទី3គឺពាក់ព័ន្ធជាមួយនឹងការបកស្រាយច្បាប់ព្រហ្មទណ្ឌនិងចំណុចចុងក្រោយពាក់ព័ន្ធជាមួយនឹងការប្រកាសទោសអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងទៅចំណុចទី1ទាំងអស់គ្នាដែលចំណុចទី1របស់យើងគឺនឹងបង្ហាញអំពីដែនអនុវត្តច្បាប់ព្រហ្មទណ្ឌអញ្ចឹងដែនអនុវត្តច្បាប់ព្រហ្មទណ្ឌកន្លែងនេះគឺមានចែងនៅក្នុងមាត្រា1នៃក្រមព្រហ្មទណ្ឌដែលមានខ្លឹមសារថាច្បាប់ព្រហ្មទណ្ឌកំណត់នៅបទល្មើសចង់ឲ្យបង្ហាញអំពីបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកដែលទទួលខុសត្រូវចំពោះបទល្មើសនិងកំណត់ទោសព្រមទាំងបែបបទនៃការអនុវត្តទោសអញ្ចឹងត្រង់ចំណុចមកឃ្លាដូចមានចែងនៅក្នុងមាត្រាមួយនេះយើងឃើញថាមានពាក្យកន្លឹះដែលយើងគួរតែយកមកបកស្រាយនៅក្នុងនោះទី1គឺពាក់ព័ន្ធជាមួយនឹងពាក្យថាបទល្មើសអញ្ចឹងបើសិនបើបងប្អូនឮអំពីពាក្យថាបទល្មើសគឺតែងតែដឹងហើយថាគឺសំដៅទៅលើសកម្មភាពដែលច្បាប់បានកំណត់ថាវាជាសកម្មភាពដែលមិនត្រូវហើយត្រូវបានច្បាប់ហាមឃាត់អញ្ចឹងនៅពេលដែលសកម្មភាពមួយដែលត្រូវបានច្បាប់ហាមឃាត់អញ្ចឹងនៅពេលហ្នឹងគឺបុគ្គលណាដែលគាត់សម្រេចចិត្តថាប្រព្រឹត្តនៅសកម្មភាពនោះត្រូវចាត់ទុកថាជននោះគឺបានប្រព្រឹត្តនៅបទល្មើសហើយអញ្ចឹងនៅពេលដែលគាត់ប្រព្រឹត្តនៅបទល្មើសគាត់អាចប្រឈមទៅនឹងការទទួលខុសត្រូវលើទណ្ឌកម្មដែលរដ្ឋបានកំណត់ណាមួយអញ្ចឹងនេះជាន័យទូទៅដែលយើងអាចយល់ដឹងថាបទល្មើសគឺមានខ្លឹមសារបែបនេះនេះជាចំណុចទី1ចំណុចទី2យើងឃើញថាគេបានចែងអំពីបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើសអញ្ចឹងពាក្យថាបុគ្គលកន្លែងនេះគឺសំដៅទៅលើអង្គមួយដែលជាប្រធាននៃបទល្មើសហើយប្រធាននៃបទល្មើសផងដែរគឺយើងឃើញថានៅក្នុងច្បាប់បានបែងចែកជា2ដែលរបបនៃការប្រកាសទោសនៅក្នុងសំណុំរឿងព្រហ្មទណ្ឌគឺមាន2ទី1គឺសំដៅទៅលើរូបវ័ន្តបុគ្គលនិងទី2គឺនីតិបុគ្គលអញ្ចឹងរបបនៃការប្រកាសទោសចំពោះបុគ្គលដែលជាប្រធាននៃបទល្មើសទាំងពីរប្រភេទនេះគឺត្រូវបានបែងចែកដាច់ពីគ្នាដោយចំពោះរូបវ័ន្តបុគ្គលគឺសំដៅទៅលើបុគ្គលម្នាក់ដែលមានសាច់មានឈាមឬក៏យើងអាចនិយាយន័យសាមញ្ញឲ្យងាយយល់ថាគឺជាមនុស្សរីឯនីតិបុគ្គលវិញគឺសំដៅទៅលើបុគ្គលដែលត្រូវបាននិមិត្តឡើងដោយច្បាប់អាចជាស្ថាប័នអាចជាសហគ្រាសឬក៏អាចជាមូលនិធិព្រោះពេលខ្លះមូលនិធិក៏អាចជានីតិបុគ្គលដែរប៉ុន្តែគេហៅថានីតិបុគ្គលមូលនិធិខ្ញុំអាចលើកជាឧទាហរណ៍បើសិនបើយើងនិយាយអំពីនីតិបុគ្គលជាស្ថាប័នប្រហែលជាអ្នកស្ដាប់គាត់ប្រកាសជាបានឃើញហើយគាត់ទស្សនវិជ្ជាទូទៅជាក់ស្ដែងនៅក្នុងសង្គមគឺគាត់ឃើញហើយអាចជាសាលារៀនអាចជាមជ្ឈមណ្ឌលអាចជាគ្រឹះស្ថានអង្គការអីជាដើមតែបើសិនបើជានីតិបុគ្គលមូលនិធិវិញអាចដូចជាបណ្ដុំនៃការបរិច្ចាគនៅថវិកាឬក៏ជាទ្រព្យសម្បត្តិផ្សេងដើម្បីបម្រើនៅគោលដៅជាក់ស្ដែងណាមួយខ្ញុំអាចលើកជាឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងរឿងនីតិបុគ្គលមូលនិធិលើការជួយទៅដល់ជនក្រីក្រឲ្យមួយទៅណាឬក៏អាចជាមូលនិធិសម្រាប់ទ្រទ្រង់ដោយការដែលមានកូវីដអីជាដើមហ្នឹងគឺប្រជាពលរដ្ឋយើងទាំងអស់គ្នាគឺបានបរិច្ចាគនៅទឹកប្រាក់បន្តិចបន្តួចក្តីច្រើនសន្ធឹកសន្ធាប់ក្តីគឺដាក់នៅក្នុងម្ដុំដើម្បីយកប្រាក់ដែលបានប្រមូលហ្នឹងយកទៅវិនិយោគឬក៏យកទៅជួយខ្ញុំសំទោសអត់គួរប្រើពាក្យវិនិយោគទេអាចថាយកទៅជួយ
ទៅដល់អ្នកដែលគាត់កំពុងតែជួបប្រទះនៅវិបត្តិ COVID អីជាដើមអញ្ចឹងក្រៅពីការជួយក៏អាចចូលហ៊ុនគ្នារកស៊ីអីជាដើមអាហ្នឹងក៏គេហៅថាជានីតិបុគ្គលមូលនិធិដែរអញ្ចឹងកន្លែងនេះត្រឡប់មកប្រធានបទយើងវិញថាសូម្បីតែនីតិបុគ្គលក៏អាចជាប្រធាននៃបទល្មើសដែរបើសិនបើនីតិបុគ្គលនឹងនិមិត្តខ្លួនឡើងក្នុងគោលបំណងរៀបចំឬក៏ធ្វើនៅសកម្មភាពដែលខុសច្បាប់អញ្ចឹងគឺគេមានរបបប្រកាសទោសចំពោះនីតិបុគ្គលផ្សេងអញ្ចឹងកន្លែងនេះខ្ញុំសូមអត់តលំអិតជូនទេបើសិនបើយើងមានឱកាសពេលក្រោយខ្ញុំនឹងជម្រាបជូនបន្ថែមខ្ញុំគ្រាន់តែចង់បញ្ជាក់ជូនអំពីថាតើបុគ្គលណាខ្លះដែលត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើសអញ្ចឹងអាចជាមនុស្សនិងអាចជាស្ថាប័នឬក៏ជាបណ្ដុំមូលនិធិដែលគេហៅថានីតិបុគ្គលនោះទី3គឺកំណត់អំពីទោសអញ្ចឹងនៅពេលដែលមានបទល្មើសមួយកើតឡើងប្រធាននៃបទល្មើសអាចជារូបវន្តបុគ្គលឬនីតិបុគ្គលនឹងគាត់នឹងត្រូវបានកំណត់អំពីទោសដោយចក្រមជំនុំជម្រះអញ្ចឹងការផ្ដន្ទាទោសត្រង់ចំណុចកន្លែងនេះបើសិនបើយើងគិតអំពីក្របខ័ណ្ឌនៃរូបវន្តបុគ្គលចក្រមជំនុំជម្រះអាចសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារពិន័យជាប្រាក់ឬក៏បែបបទនៃការប្រកាសទោសផ្សេងដែលមាននៅក្នុងទោសដែលបានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងមានមូលទោសទោសបន្ថែមឬទោសជំនួសរីឯនីតិបុគ្គលក៏ដូចគ្នាដែរគ្រាន់ថាបែបបទនៃការប្រកាសទោសចំពោះនីតិបុគ្គលគឺយើងមានបទបញ្ញត្តិផ្សេងយើងអាចយកទោសចំពោះរូបវន្តបុគ្គលទៅអនុវត្តលើនីតិបុគ្គលទេព្រោះពេលខ្លះយើងអាចចាប់ក្រុមហ៊ុនអត់អាចចាប់មូលនិធិហ្នឹងយកមកជាប់ពន្ធនាគារទេយើងនិយាយងាយស្ដាប់ហើយយើងមានរបបប្រកាសទោសផ្សេងអាចប្រឈមទៅនឹងការរំលាយអាចប្រឈមទៅនឹងការរឹបអូសទ្រព្យសម្បត្តិនៅក្នុងនីតិបុគ្គលនឹងជាដើមបាទនឹងចំណុចចុងក្រោយគឺនិយាយអំពីបែបបទនៃការអនុវត្តទោសអញ្ចឹងបែបបទនៃការអនុវត្តទោសត្រង់នេះយើងឃើញថាវាគឺជារបបនៃការអនុវត្តទោសមានន័យថាទទួលរងនៅទណ្ឌកម្មព្រហ្មទណ្ឌហ្នឹងព្រោះនៅក្នុងបែបបទនៃការអនុវត្តទោសនោះយើងឃើញថាមានការប្រកាសនៅការអនុវត្តទោសជាច្រើនផ្នែកដែរណាអាចដូចជាការប្រកាសឲ្យអនុវត្តទោសអាចជាការព្យួរទោសហើយការព្យួរទោសមានពីរប្រភេទមានព្យួរទោសធម្មតានិងព្យួរទោសសាកល្បងឬក៏ពេលខ្លះប៉ះសិនបើចក្រមគាត់យល់ឃើញអំពីស្ថានភាពឬក៏កលៈទេសៈចាំបាច់មួយរបស់ប្រធាននៃបទល្មើសហ្នឹងគួរតែប្រកាសអំពីការអនុវត្តទោសជាប្រភេទឬក៏មានបែបផែនផ្សេងទៀតដែលគាត់អាចប្រកាសបាននោះគាត់នឹងសម្រេចចិត្តអញ្ចឹងនៅក្នុងក្រមព្រហ្មទណ្ឌហ្នឹងគឺមានចែងកំណត់ជាគោលគឺមាន4ចំណុចហ្នឹងគឺទី1បទល្មើសទី2គឺបុគ្គលដែលត្រូវទទួលរងនៅទណ្ឌកម្មចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តទី3គឺការកំណត់ទោសនិងទី4គឺបែបបទនៃការអនុវត្តទោសអញ្ចឹងបើសិនបើយើងគិតអំពីចំណុចកន្លែងនេះយើងឃើញថាច្បាប់ព្រហ្មទណ្ឌត្រូវបានតាក់តែងឡើងដោយសភាដែលមានការសហការគ្នារវាងរដ្ឋសភានិងព្រឹទ្ធសភានិងមានការប្រកាសឲ្យប្រើដោយព្រះរាជក្រមដោយព្រះមហាក្សត្រប៉ុន្តែផ្អែកតាមបញ្ញត្តិនៃមាត្រា1នេះយើងឃើញថាមានកថាខណ្ឌទី2បានចែងដែរថានៅពេលករណីចាំបាច់បទដ្ឋានសំទោសកន្លែងនេះប្រហែលជាerror ពាក្យហើយកន្លែងនេះគឺបទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិអាចចែងផងដែរប៉ុន្តែប្រភេទនៃបទល្មើសដែលអង្គការនីតិប្រតិបត្តិបានចែងហ្នឹងគឺកំណត់ឲ្យធម្មតាជាបទលហុទេដែលត្រូវពិន័យផ្ដន្ទាទោសនឹងត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះជាក់ស្ដែងយើងឃើញថាប៉ះសិនបើមានករណីចាំបាច់យើងអាចនិយាយយ៉ាងងាយយល់ថារដ្ឋាភិបាលប៉ះសិនបើគាត់យល់ថាមានចំណុចដែលត្រូវបំពេញបន្ថែមពាក់ព័ន្ធជាមួយនឹងសកម្មភាពអសកម្មណាមួយដែលកើតឡើងនៅក្នុងសង្គមនោះគាត់អាចចែងអំពីបទល្មើសហើយអាចកំណត់អំពីយន្តការនៃការផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ទេបាទអញ្ចឹង slide ទី1នេះខ្ញុំជឿជាក់ថាបន្ទាប់ពីខ្ញុំបានធ្វើបទបង្ហាញនេះអ្នកស្ដាប់នឹងទទួលបាននៅព័ត៌មានក៏ដូចជាជ្រុលជ្រាបអំពីខ្លឹមសារនៃដែនអនុវត្តច្បាប់ព្រហ្មទណ្ឌបាទអញ្ចឹងយើងទៅចំណុចបន្តទៀតចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងធាតុសច្ចានុមត្ត
ប៉ុន្តែមុននឹងទៅដល់ធាតុផ្សំនៃបទល្មើសនេះខ្ញុំសូមរំលឹកជូនបន្តិចអំពីការកំណត់អំពីចំណាត់ថ្នាក់នៃបទល្មើសព្រោះថានៅក្នុងក្រមព្រហ្មទណ្ឌយើងគឺគេបានកំណត់ប្រភេទនៃបទល្មើសហ្នឹងជា3ប្រភេទធំទី1គឺបទឧក្រិដ្ឋទី2គឺបទមជ្ឈិមនិងទី3គឺបទលហុអញ្ចឹងមិញយើងបានជជែកគ្នាហើយអំពីថាតើអ្វីទៅជាបទល្មើសអញ្ចឹងនៅក្នុងមាត្រា2គឺមានបានចែងឲ្យកាន់តែច្បាស់លម្អិតបន្ថែមទៀតគឺគេឲ្យនិយមន័យថាច្បាប់បញ្ញត្តិថាអំពើខ្លះរបស់រូបវន្តបុគ្គលឬនីតិបុគ្គលអញ្ចឹងដូចខ្ញុំបានបញ្ជាក់ជូនអញ្ចឹងថាប្រធាននៃបទល្មើសមិនប្រកាសថាជាមនុស្សទេពេលខ្លះវាអាចជាស្ថាប័នឬក៏វាជាមូលនិធិដែរបើសិនបើមូលនិធិឬក៏ស្ថាប័នបង្កើតឡើងក្នុងគោលបំណងប្រព្រឹត្តឬក៏ធ្វើនៅសកម្មភាពណាផ្ទុយច្បាប់ឧទាហរណ៍ថានីតិបុគ្គលមូលនិធិប្រមូលលុយមកដើម្បីជួញដូរមនុស្សអញ្ចឹងយើងឃើញថាកញ្ចប់ថវិកាដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងនៃការជួញដូរមនុស្សហ្នឹងវាខុសច្បាប់អត់ហើយអញ្ចឹងលុយហ្នឹងហើយវាគឺជានីតិបុគ្គលដែរខុសច្បាប់បាទឬក៏ពេលខ្លះជាគណៈបកនយោបាយបាទជាគណៈបកនយោបាយគាត់បង្កើតឡើងក្នុងគោលបំណងប្រឆាំងទៅនឹងរដ្ឋាភិបាលអញ្ចឹងដល់ពេលហ្នឹងយើងឃើញថាគណៈបកក៏ជានីតិបុគ្គលដែរអញ្ចឹងបើសិនបើគាត់បង្កើតឡើងក្នុងគោលបំណងប្រឆាំងឬក៏ប្រព្រឹត្តនៅសកម្មភាពដែលខុសច្បាប់អញ្ចឹងនីតិបុគ្គលនោះក៏ត្រូវប្រឈមទៅនឹងការទទួលខុសត្រូវព្រមទាំងដូចគ្នាអញ្ចឹងត្រឡប់មកចំណុចរបស់យើងវិញថាជារូបវន្តបុគ្គលឬនីតិបុគ្គលដែលបង្កចលាចលអញ្ចឹងពាក្យថាចលាចលមានន័យថាធ្វើឲ្យវឹកវរធ្វើឲ្យអសណ្ដាប់ធ្នាប់ធ្វើឲ្យមិនមានស្ថិរភាពនៅក្នុងសង្គមអញ្ចឹងឲ្យតែសកម្មភាពបែបអញ្ចឹងគឺកំណត់ថាជាបទល្មើសអញ្ចឹងបទល្មើសនេះត្រូវបានចាត់ទុកជា3គឺមានបទឧក្រិដ្ឋបទមជ្ឈិមនិងបទលហុទៅតាមស្ថានទម្ងន់នៃបទល្មើសអញ្ចឹងពាក្យថាស្ថានទម្ងន់នៃបទល្មើសគឺសំដៅទៅលើផ្ទះសនកម្មឬក៏ការខូចខាតដែលផ្ដល់ឲ្យទៅសង្គមអាស្រ័យទៅលើអំពើដែលបានកើតឡើងនោះអញ្ចឹងនៅក្នុងនេះគឺយើងពិនិត្យឃើញថាបទឧក្រិដ្ឋគឺជាបទល្មើសដែលផ្ដល់ផ្ទះសនកម្មធ្ងន់ធ្ងរទៅដល់សង្គមអញ្ចឹងរាល់បទឧក្រិដ្ឋទាំងអស់យើងឃើញថាសុទ្ធតែផ្ដល់នៅផ្ទះសនកម្មធ្ងន់ធ្ងរដល់សង្គមហើយយើងមើលអំពីក្រមព្រហ្មទណ្ឌរបស់យើងឃើញថាមានការចែងអំពីបទឧក្រិដ្ឋហ្នឹងយើងឃើញថាភាគច្រើនគឺសុទ្ធសឹងតែជាការប៉ះពាល់ទៅដល់រូបរាងកាយបទល្មើសឃាតកម្មបទល្មើសប្រឆាំងមនុស្សជាតិប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មសង្គ្រាមបាទលួចដែលមានស្ថានទម្ងន់ទោសសិទ្ធិពាក់ព័ន្ធជាមួយនឹងរូបកាយព្រោះលួចដែលមានស្ថានទម្ងន់ទោសយើងគិតថារូបភាពជាការលួចមែនជាការដកហូតនៅទ្រព្យសម្បត្តិរបស់អ្នកអតីតដោយទុច្ចរិតដើម្បីយកមកធ្វើជាផលប្រយោជន៍ឬក៏ជាកម្មសិទ្ធិរបស់ខ្លួនមែនក៏ប៉ុន្តែក្រៅពីការដកហូតនោះគឺគាត់ផ្ទុកនៅចេតនាកាចសាហាវមួយទៀតគឺអាចជារូបភាពនៃការប្រើប្រាស់ហិង្សាការប្រើប្រាស់អាវុធឬក៏ឈានទៅដល់ការសម្លាប់អីជាដើមដើម្បីទទួលបាននៅវត្ថុហ្នឹងអញ្ចឹងឲ្យតែពាក់ព័ន្ធជាមួយនឹងការប៉ះពាល់ដល់រូបកាយអាយុជីវិតឬក៏សិលធម៌របស់មនុស្សធ្ងន់ធ្ងរគឺក្រមព្រហ្មទណ្ឌយើងចែងថាវាគឺជាបទឧក្រិដ្ឋហើយដើម្បីកំណត់ថាបទល្មើសណាមួយគឺជាបទឧក្រិដ្ឋយើងមើលអំពីអតិបរមានៃការផ្ដន្ទាទោសដាក់ពន្ធនាគារចំពោះបទល្មើសហ្នឹងទៅវាមាន2លក្ខខណ្ឌចំពោះបទឧក្រិដ្ឋទី1គឺប៉ះសិនបើបទល្មើសឧក្រិដ្ឋហ្នឹងសំទោសប៉ះសិនបើបទល្មើសមួយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី5ឆ្នាំដល់30ឆ្នាំនោះគឺជាបទឧក្រិដ្ឋនិងលក្ខខណ្ឌទី2ប៉ះសិនបើបទល្មើសមួយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក៏ជាបទឧក្រិដ្ឋដែរជាក់ស្ដែងនៃបទល្មើសនៅក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា200ពាក់ព័ន្ធជាមួយនឹងការគេហៅបទល្មើសឃាតកម្មគិតទុកជាមុនអញ្ចឹងរាល់សកម្មភាពដែលជាបទល្មើសឃាតកម្មមានការគ្រោងទុកដើម្បីឆក់យកជីវិតមនុស្សត្រង់ចំណុចកន្លែងហ្នឹងគឺជាបទល្មើសឃាតកម្មគិតទុកជាមុនហើយប្រឈមទៅនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនេះគឺជាបទឧក្រិដ្ឋរីឯបទមជ្ឈិមវិញគឺជាបទល្មើសដែលផ្ដល់ផ្ទះសនកម្មធន់ល្មមដល់សង្គមអញ្ចឹងពាក្យថាធន់ល្មមមានន័យថារៀងធន់ដែរប៉ុន្តែអត់សូវធ្ងន់អញ្ចឹងអាចថាវាជាកម្រិតមធ្យមនៅក្នុងចន្លោះនៃបទល្មើសធ្ងន់និងបទល្មើសស្រាលអញ្ចឹងនៅក្នុងនោះយើងឃើញថា
ភាគច្រើនការចែងកំណត់អំពីបទល្មើសមជ្ឈិមគឺផលនៃការប៉ះពាល់ហ្នឹងគឺអាចថាប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសេចក្តីថ្លៃថ្នូរឬក៏សន្តិសុខទំនុកចិត្តឬក៏កំហុសដោយអចេតនាជាដើមអញ្ចឹងដូចរឿងបទល្មើសលួចមិញខ្ញុំនិយាយថាបទល្មើសលួចដោយមានស្ថានទម្ងន់ទោសអញ្ចឹងវាអាចជាបទឧក្រិដ្ឋដែរព្រោះគាត់អាចប្រើប្រាស់ហិង្សាឬក៏ប្រើអាវុធអីចឹងទៅវាទៅជាបទឧក្រិដ្ឋប៉ុន្តែបើសិនបើក្នុងក្របខ័ណ្ឌនៃសកម្មភាពជាបទល្មើសដែលប្រព្រឹត្តគ្រាន់តែប៉ះពាល់ដល់ទ្រព្យសម្បត្តិទេវាអាចជាបទមជ្ឈិមពាក់ព័ន្ធដូចជាបទល្មើសធ្វើឲ្យខូចខាតដោយចេតនាអីព្រោះពាក្យថាខូចខាតដោយចេតនាគឺសំដៅទៅលើការធ្វើឲ្យខូចខាតនៅរបស់របរឬក៏សម្ភារៈអីផ្សេងអញ្ចឹងវាគឺជាបទមជ្ឈិមឬក៏ពេលខ្លះជាបទល្មើសលួចយោងតាមមាត្រា353 356សំទោស353 355និយាយពីរឿងលួចអញ្ចឹងវាសិតតែពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិអញ្ចឹងវាគឺជាបទមជ្ឈិមទេសេចក្តីថ្លៃថ្នូរឬក៏សន្តិសុខសង្គមឬក៏ទំនុកចិត្តហ្នឹងគឺយើងអាចមើលនៅក្នុងមាត្រា391ពាក់ព័ន្ធជាមួយនឹងបទរំលោភលើទំនុកចិត្តអីជាដើមឬក៏បទល្មើសឆបោកដែលមានមាត្រាក្បែរគ្នាហ្នឹងឬក៏ពាក់ព័ន្ធជាមួយនឹងកំហុសអចេតនាអញ្ចឹងកំហុសអចេតនាក៏ដូចគ្នាដែរពេលខ្លះយើងឃើញថាផលប៉ះពាល់ប្រឈមកើតឡើងហ្នឹងគឺវាកើតចេញពីកំហុសដូចជាឃាតកម្មដោយអចេតនាអីជាដើមមនុស្សឃាតដែលអចេតនាបាទមនុស្សឃាតដែលអចេតនាយើងឃើញថាវិជាសនកម្មកើតឡើងគឺបន្សល់នៅការបាត់បង់អាយុជីវិតរបស់បុគ្គលប៉ុន្តែហេតុដែលនាំឲ្យមានការបាត់បង់អាយុជីវិតរបស់បុគ្គលនោះគឺកើតចេញពីកំហុសអចេតនាដូចជាការខ្ជាការធ្វើប្រហែសការមិនគោរពកាតព្វកិច្ចណាមួយដែលច្បាប់កំណត់អីជាដើមអញ្ចឹងឲ្យតែពាក់ព័ន្ធជាមួយនឹង2 3 4ចំណុចដែលខ្ញុំបានជម្រាបជូនហ្នឹងច្បាប់គឺអាចកំណត់ថាវាគឺជាបទមជ្ឈិមបានហើយការកំណត់នៅបទមជ្ឈិមនេះយើងមើលអំពីការផ្ដន្ទាទោសព្រោះការផ្ដន្ទាទោសចំពោះបទមជ្ឈិមហ្នឹងគឺអតិបរមានៃការផ្ដន្ទាទោសគឺមានចាប់ពីលើសពី6ថ្ងៃរហូតដល់ក្រោមឬស្មើ5ឆ្នាំអញ្ចឹងឲ្យតែលើស6ថ្ងៃអញ្ចឹងពាក្យថាលើស6ថ្ងៃមានន័យថាចាប់ពី7ថ្ងៃឡើងទៅរហូតដល់5ឆ្នាំតែបើលើស5ឆ្នាំតែមួយថ្ងៃវាទៅជាបទឧក្រិដ្ឋហើយបាទនឹងបទល្មើសចុងក្រោយគឺបទលហុអញ្ចឹងបទលហុគឺសំដៅទៅលើបទល្មើសដែលផ្ដល់វិជាសនកម្មធន់ស្រាលដល់សង្គមអញ្ចឹងវាអត់ធ្ងន់ធ្ងរទេហើយបទលហុនេះយើងអាចសង្កេតឃើញថាវាជាប្រភេទនៃបទល្មើសមួយដែលប៉ះពាល់ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃឬក៏ជាសិលធម៌ទូទៅទេវាដូចជាបទហិង្សាស្រាលអីអញ្ចឹងទៅណាឬក៏ជាបទល្មើសស្វឹងជាក់ស្ដែងអីជាដើមពេលយើងផឹកស្រាហើយយើងដើរទៅក្រៅអីរំខានអីហ្នឹងក៏ជាបទល្មើសដែរឬក៏ហិង្សាស្រាលឧទាហរណ៍ថាឆ្លោះប្រកែកគ្នាដាក់មួយដៃទៅប៉ុន្តែអត់របួសទេអាចថាមកកំហមមកកំភ្លៀងអីអញ្ចឹងវាគឺជាបទល្មើសហិង្សាស្រាលអញ្ចឹងវាគឺជាបទលហុទេហើយដើម្បីអាចកំណត់ថាតើបទល្មើសមួយជាបទលហុបានគឺយើងពិនិត្យអំពីការផ្ដន្ទាទោសវាក៏មានលក្ខខណ្ឌ2ដូចទៅនឹងបទឧក្រិដ្ឋដែរលក្ខខណ្ឌទី1បើសិនបទល្មើសមួយត្រូវបានផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ឯងមិនថាទឹកប្រាក់ហ្នឹងទំហំប៉ុណ្ណាទេឲ្យតែពិន័យជាប្រាក់តែប៉ុណ្ណោះនោះវាគឺជាបទលហុហើយនឹងមួយទៀតបើសិនបើមានការផ្ដន្ទាទោសដែរប៉ុន្តែការផ្ដន្ទាទោសដាក់ពន្ធនាគារហ្នឹងគឺមិនលើសពី6ថ្ងៃសំទោសក្រោម6ថ្ងៃអញ្ចឹង6ថ្ងៃ5ថ្ងៃ4ថ្ងៃ3ថ្ងៃឬក៏ក្រោមហ្នឹងទៀតអញ្ចឹងវាគឺជាបទលហុតែបើសិនបើលើសពី6ថ្ងៃវាទៅជាបទមជ្ឈិមវិញហើយបាទអញ្ចឹងមិញយើងចប់អំពីបទល្មើសឥឡូវយើងមកពិនិត្យមើលអំពីធាតុផ្សំនៃបទល្មើសម្ដងអញ្ចឹងពាក្យថាធាតុផ្សំនៃបទល្មើសនេះគឺយើងអាចជ្រួតជ្រាបហើយថាវាគឺជាបណ្ដុំឬក៏ជាបង្គំនៃធាតុផ្សំដែលអាចកំណត់ថាវាគឺជាបទល្មើសព្រហ្មទណ្ឌអញ្ចឹងនៅពេលដែលសកម្មភាពមួយដែលយើងមើលថាសកម្មភាពហ្នឹងវាដូចអត់គប្បីទេវាគួរតែមានច្បាប់ណាមួយមកគ្រប់គ្រងអញ្ចឹងដើម្បីឲ្យបុគ្គលណាម្នាក់គាត់អាចទទួលខុសត្រូវចំពោះសកម្មភាពដែលខុសបានហ្នឹងគឺគាត់ត្រូវតែគោរពនៅលក្ខខណ្ឌដែលជាធាតុផ្សំនៃបទល្មើសទាំង3ហ្នឹងដែលធាតុផ្សំទី1គឺជាធាតុផ្សំនិច្ចានុកូលភាពនៃបទល្មើសនិងទោសទី2គឺនិច្ចានុសំទោសសច្ចានុមត្តដែលជាធាតុផ្សំសម្ភារៈ
និងទី3គឺធាតុផ្សំអត្តនោមាត់អញ្ចឹងបើសិនបើយើងកលេចមកមើលមាត្រា3នៃក្រមព្រហ្មទណ្ឌបានចែងអំពីគោលការណ៍និស្សានុកូលភាពអញ្ចឹងគោលការណ៍និស្សានុកូលភាពដើម្បីឲ្យងាយស្រួលយល់គឺយើងត្រូវញែកវាជា2ហ្មងមានន័យថាទី1គឺជាគោលការណ៍និស្សានុកូលភាពនៃបទល្មើសនិងទី2គឺជាគោលការណ៍និស្សានុកូលភាពនៃទោសអញ្ចឹងគោលការណ៍និស្សានុកូលភាពនៃបទល្មើសពាក្យថាបទល្មើសមានន័យថាជាសកម្មភាពដែលច្បាប់ហាមឃាត់អញ្ចឹងដើម្បីកំណត់ថាសកម្មភាពណាមួយដែលជាបទល្មើសនោះត្រូវតែមានចែងច្បាស់ជាក់លាក់នៅក្នុងច្បាប់ថាសកម្មភាពណាមួយគឺជាបទល្មើសហើយបើសិនបើមានការប្រព្រឹត្តនៅសកម្មភាពដែលជាបទល្មើសគាត់នឹងត្រូវប្រឈមទៅនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ដូចគ្នាអញ្ចឹងកន្លែងនេះបើសិនបើយើងត្រឡប់មកនិយាយអំពីនិយមន័យនៃគោលការណ៍និស្សានុកូលភាពនៃបទល្មើសមានន័យថាដើម្បីកំណត់ផ្ដន់ទោសបុគ្គលណាម្នាក់បានត្រូវតែសរសេរអំពីសកម្មភាពហ្នឹងនៅក្នុងច្បាប់ឲ្យច្បាស់ថាសកម្មភាពអញ្ចឹងគឺខុសបាទសកម្មភាពអញ្ចឹងគឺខុសហើយនៅពេលដែលមានការកំណត់អំពីសកម្មភាពដែលជាបទល្មើសហើយត្រូវតែមានការចែងអំពីទោសផងដែរថាបើសិនបើក្នុងករណីដែលបុគ្គលណាម្នាក់ប្រព្រឹត្តនៅសកម្មភាពដែលជាបទល្មើសត្រូវប្រឈមទៅនឹងការផ្ដន់ទោសដោយរបៀបណាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំនឹងលើកនៅមាត្រា217ពាក់ព័ន្ធជាមួយនឹងបទល្មើសហិង្សាដោយចេតនាមួយគេនិយាយថាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃអញ្ចឹងបើសិនបើពាក្យមកឃ្លាត្រឹមប៉ុណ្ណឹងឲ្យយើងញែកថាតើពាក្យមកឃ្លាប៉ុណ្ណឹងជាគោលការណ៍និស្សានុកូលភាពនៃបទល្មើសឬក៏ទោសប្រកាសណាថាវាគឺជាសកម្មភាពហិង្សាអញ្ចឹងវាគឺជាគោលការណ៍និស្សានុកូលភាពនៃបទល្មើសនឹងគេចែងច្បាស់ហ្មងសកម្មភាពអញ្ចឹងគឺជាបទល្មើសបន្ទាប់មកទៀតគេសរសេរថាត្រូវផ្ដន់ទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅដល់6លានរៀលអញ្ចឹងគិតត្រឹមការដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានទៅ6លានរៀលនេះគឺជាគោលការណ៍និស្សានុកូលភាពនៃទោសអញ្ចឹងត្រូវកំណត់អំពីបទល្មើសណាហិង្សាដោយចេតនាលើអ្នកដទៃហ្នឹងគឺជាគោលការណ៍និស្សានុកូលភាពនៃបទល្មើសរីឯទោសក៏មានចែងដែរថាផ្ដន់ទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំពិន័យជាប្រាក់ពី2លានដល់6លានសំណួរសួរត្រឡប់មកវិញថាចុះបើសិនបើមានតែគោលការណ៍និស្សានុកូលភាពនៃបទល្មើសអត់មានទោសទេតែច្បាប់មួយអាចមានប្រសិទ្ធភាពបានដែរអត់បើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំអាចថាមិនសូវមានប្រសិទ្ធភាពទេព្រោះពេលខ្លះយើងឃើញថាបើមានតែការហាមតែអត់មានទណ្ឌកម្មធ្វើឲ្យមនុស្សអត់សូវខ្លាចតែបើសិនបើមានការហាមផ្ទាប់ជាមួយនឹងទណ្ឌកម្មប្រហែលជាមនុស្សគាត់អាចរៀងចែលណាគាត់អាចរអានៅក្នុងការប្រព្រឹត្តបទល្មើសជាក់ស្ដែងបើសិនបើខ្ញុំលើកឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងគោលការណ៍និស្សានុកូលភាពនៃបទល្មើសហើយអត់មានគោលការណ៍និស្សានុកូលភាពនៃទោសដូចជានៅតាមផ្លូវយើងឃើញគេទៅសេពាក្យថាហាមចោលសម្រាមតែប៉ុណ្្នឹងទេអត់មានអីលើសហ្នឹងទេហាមចោលសម្រាមបើសិនបើយើងមើលពាក្យមួយឃ្លាហ្នឹងប្រកាសណាថាអាចថាវាជាគោលការណ៍និស្សានុកូលភាពនៃបទល្មើសគេហាមសកម្មភាពចោលសម្រាមអត់ឲ្យចាក់ធ្វើទេប៉ុន្តែនៅពេលដែលមានបុគ្គលណាម្នាក់យកសម្រាមទៅចោលគាត់អត់ត្រូវទទួលរងនៅទណ្ឌកម្មទេអញ្ចឹងសួរត្រឡប់ទៅវិញថាតើគាត់មានការរអាទេនៅពេលដែលគាត់យកសម្រាមមកចោលកន្លែងហ្នឹងវិញនៅថ្ងៃស្អែកអញ្ចឹងកន្លែងហ្នឹងជាស្មារតីនៃច្បាប់សកម្មភាពដែលកំណត់ឲ្យជាបទល្មើសត្រូវភ្ជាប់នៅមធ្យោបាយនៃការផ្ដន់ទោសឬក៏ទណ្ឌកម្មដើម្បីឲ្យការអនុវត្តនៅបទបញ្ញត្តិច្បាប់ហ្នឹងគឺប្រកបទៅដោយប្រសិទ្ធភាពបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងគោលការណ៍និស្សានុកូលភាពត្រង់នេះខ្ញុំសូមបង្ហាញជូនត្រឹមប៉ុណ្ណេះយើងទៅចំណុចបន្ទាប់ទៀតគឺពាក់ព័ន្ធជាមួយនឹងធាតុផ្សំអត្តនោមាត់តាមពិតមុននឹងឈានទៅដល់ធាតុផ្សំអត្តនោមាត់នេះយើងរំលងមួយបាត់ទៅហើយគឺធាតុផ្សំសច្ចានុមាត់តាមពិតធាតុផ្សំសច្ចានុមាត់នេះនៅក្នុងក្រមយើងមិនបានសរសេរឲ្យវាជាក់ច្បាស់ទេប៉ុន្តែត្រូវតែមានអត់កើតទេដោយសារអីធាតុផ្សំសច្ចានុមាត់នេះ
បើសិនបើយើងកន្លែងទៅមើល slide ពីមុនវិញយើងឃើញថាគេឲ្យនិយមន័យថាវាគឺជាធាតុសម្ភារៈអញ្ចឹងធាតុសម្ភារៈកន្លែងនេះក្រៅពីឧបករណ៍ផុសតាំងឬក៏វត្ថុតាំងព្រោះផុសតាំងនិងវត្ថុតាំងអាចផ្សេងគ្នាវត្ថុតាំងសំដៅលើវត្ថុដែលមានវត្តមាននៅក្នុងបទល្មើសដែលបានកើតឡើងរីឯផុសតាំងអាចជាសាក្សីអាចជាចម្លើយសារភាពអីជាដើមអញ្ចឹងពាក្យផុសតាំងរៀងទលាយជាងវត្ថុតាំងអញ្ចឹងត្រឡប់មកធាតុផ្សំទី2របស់យើងសិនគឺធាតុផ្សំសច្ចានុមត្តគឺសំដៅទៅលើសកម្មភាពអញ្ចឹងពាក្យថាសកម្មភាពគឺជាអំពើរបស់ប្រធានបទល្មើសឬក៏ចារីដែលគាត់បានប្រព្រឹត្តបទល្មើសតាមរយៈទង្វើដែលគាត់បានធ្វើដើម្បីឲ្យជ្រាបកាន់តែច្បាស់ខ្ញុំសូមលើកឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងបទល្មើសឃាតកម្មមួយចោះថា A ដែលជាចារីហើយ B គឺជាជនរងគ្រោះនៅក្នុងអំពើឃាតកម្ម A បានយកកំបិតចុងស្រួចមួយយកទៅចាក់ B ចំបេះដូងបណ្ដាលឲ្យ B ស្លាប់អញ្ចឹងសកម្មភាពរបស់ A ដែលបានដកកំបិតទៅចាក់ B នោះវាគឺជាធាតុផ្សំសច្ចានុមត្តហើយអាចជាវត្ថុកំបិតហ្នឹងអាចជាសកម្មភាពដែលគាត់យកកំបិតទៅចាក់ហ្នឹងអាហ្នឹងហើយគេហៅថាធាតុសច្ចានុមត្តដែលស្ដែងឲ្យឃើញនៅបទល្មើសអញ្ចឹងដើម្បីកំណត់ផ្ដន្ទាទោសបុគ្គលណាម្នាក់ថាគាត់បានប្រព្រឹត្តបទល្មើសហ្នឹងត្រូវតែមានសកម្មភាពបើសិនបើអត់សកម្មភាពទេគឺយើងអត់អាចទាញបុគ្គលហ្នឹងឲ្យមកទទួលខុសត្រូវព្រមមិនតាន់ទេបាទអញ្ចឹងធាតុសច្ចានុមត្តហ្នឹងវាងាយស្រួលយល់ជាងគេឥឡូវខ្ញុំសូមរំកិលមក slide របស់យើងពាក់ព័ន្ធជាមួយនឹងធាតុផ្សំអត្តនោមត្តវិញឬក៏យើងអាចហៅម្យ៉ាងទៀតថាជាចេតនានៃការប្រព្រឹត្តបទល្មើសអញ្ចឹងយោងតាមមាត្រា4នៃក្រមព្រហ្មទណ្ឌយើងបានចែងយ៉ាងច្បាស់ថាពុំមានបទល្មើសទេប្រសិនបើគ្មានចេតនាប្រព្រឹត្តអញ្ចឹងបើសិនបើយើងលើកអំពីឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងការគ្មានចេតនាប្រព្រឹត្តទេបុគ្គលនឹងអាចរួចខ្លួនដោយខ្ញុំបានទៅសេឧទាហរណ៍អញ្ចឹងថាការយកទូរស័ព្ទរបស់អ្នកដទៃដែលច្រឡំព្រោះដោយសារតែទូរស័ព្ទហ្នឹងមានរាងដូចគ្នាណាឧទាហរណ៍ថាខ្ញុំមានទូរស័ព្ទ iPhone 11មួយចុះហើយប្អូនខ្ញុំមាន iPhone 11ដែរស្រាប់តែពណ៌ប្អូនខ្ញុំដូចខ្ញុំទៀតស្រាប់តែចៃដន្យអីខ្ញុំបញ្ញាប់ពេកបញ្ញាប់ទៅធ្វើការទាញចំទូរស័ព្ទប្អូនខ្ញុំសួរចិត្តចេតនារបស់ខ្ញុំចង់យកទូរស័ព្ទនឹងយកទៅធ្វើការទេយកមកប្រើប្រាស់ទេចង់តែសួរថាតើអាការដែលខ្ញុំចង់យកហ្នឹងបើសិនបើដឹងថាទូរស័ព្ទហ្នឹងជាទូរស័ព្ទប្អូនខ្ញុំតើខ្ញុំនៅតែចង់យកទេព្រោះចេតនាខ្ញុំអត់ចង់ទេប៉ុន្តែការដែលខ្ញុំយកហ្នឹងគឺកើតឡើងដោយសារការភ័ន្តច្រឡំដោយសារតែទូរស័ព្ទហ្នឹងវារាងដូចគ្នាពណ៌ដូចគ្នាអញ្ចឹងបើសិនបើយើងគិតអំពីចេតនានៃការលួចអត់មានចូលទេព្រោះបើដឹងថាជាទូរស័ព្ទរបស់ប្អូនខ្ញុំអត់យកដែរអញ្ចឹងបើយោងតាមមាត្រា4នេះខ្ញុំអត់មានបទល្មើសទេដោយសារតែបាត់ធាតុផ្សំអត្តនោមត្តមួយបាត់ទៅហើយឬក៏ធាតុផ្សំចេតនាប្រព្រឹត្តបទល្មើសប៉ុន្តែនៅក្នុងច្បាប់យើងក៏បានចែងដែរថាបើទោះបីជាការធ្វើសកម្មភាពហ្នឹងវាមិនបានតាំងចិត្តធ្វើឬក៏មិនមានចេតនាក្នុងការប្រព្រឹត្តក៏ដោយប៉ុន្តែបើសិនបើការដែលកើតឡើងនៅអង្គហេតុហ្នឹងធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍អ្នកដទៃហើយកើតចេញពីការខ្ជិលខ្ជាការធ្វេសប្រហែសការមិនគោរពកាតព្វកិច្ចដែលច្បាប់បានកំណត់ណាមួយបុគ្គលនោះក៏នៅតែត្រូវបានទទួលខុសត្រូវព្រមទាំងខ្ញុំអាចលើកជាឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹងបទល្មើសចរាចរណ៍មួយចុះមនុស្សឃាតដែលអចេតនាយើងឃើញថាចេតនាអ្នកបើកបរនៅតាមដងផ្លូវគាត់អត់មានចេតនានៅក្នុងការសម្លាប់មនុស្សទេក៏ប៉ុន្តែអាចមានអង្គហេតុកំឡុងពេលដែលគាត់បើកបរហ្នឹងគាត់ចុចទូរស័ព្ទគាត់បើកបរលើសល្បឿនកំណត់ឬក៏គាត់បានប្រើប្រាស់គ្រឿងញៀនឬក៏ស្ថិតនៅក្នុងស្ថានភាពសង្វឹងណាមួយដែលมันអាចគ្រប់គ្រងនៅស្មារតីនៃការបើកបររបស់គាត់ធ្វើឲ្យកើតហេតុនៃការប៉ះពីអីជាដើមធ្វើឲ្យអ្នកដទៃស្លាប់អញ្ចឹងកន្លែងនេះយើងឃើញថាសួរតើគាត់មានចេតនានៅក្នុងការបុកគេឲ្យស្លាប់ទេគាត់ថាអត់ទេតែសួរថាមានការធ្វើប្រហែសការខ្ជិលខ្ជាអត់គាត់ថាកំឡុងពេលដែលគាត់បើកបរគាត់បានប្រើប្រាស់ទូរស័ព្ទណាអញ្ចឹងឲ្យតែពិនិត្យឃើញអំពីការធ្វើប្រហែសការខ្ជិលខ្ជារបស់គាត់
គាត់នៅតែមិនអាចរួចផុតពីការទទួលខុសត្រូវព្រមត្តនហើយនៅតែត្រូវទទួលខុសត្រូវនៅសំណងរដ្ឋបវេនីដែលគាត់បានបកឡើងផងដែរបាទអញ្ចឹងអានេះពាក់ព័ន្ធជាមួយនឹងធាតុផ្សំទី3ដែលជាធាតុផ្សំអត្តនោម័តឬក៏ចេតនានៃការប្រព្រឹត្តបទល្មើសយោងតាមមាត្រា4រីឯចំណុចចុងក្រោយនៃ slide របស់យើងនេះគឺពាក់ព័ន្ធជាមួយនឹងការបកស្រាយនៅច្បាប់ព្រហ្មទណ្ឌអញ្ចឹងយោងតាមមាត្រា5នៃក្រមព្រហ្មទណ្ឌរបស់យើងថានៅក្នុងរឿងព្រហ្មទណ្ឌត្រូវបកស្រាយយ៉ាងតឹងរ៉ឹងអញ្ចឹងពាក្យថាតឹងរ៉ឹងមានន័យថានិយមន័យនៃបទល្មើសនីមួយៗសរសេរបែបម៉េចចៅក្រមដែលជាអ្នកសម្រេចសេចក្តីហ្នឹងគាត់មិនអាចបកស្រាយពង្រីកវិសាលភាពអនុវត្តឬក៏ប្រព្រឹត្តតាមសតិសភាពបានឡើយអញ្ចឹងពាក្យថាសតិសភាពមានន័យថាវាគឺជាការប្រៀបធៀបឧទាហរណ៍ដូចជាខ្ញុំបានលើកឡើងនៅក្នុងមាត្រា391ពាក់ព័ន្ធជាមួយនឹងការរំលោភទំនុកចិត្តហ្នឹងយើងឃើញថាពាក្យថាការរំលោភទំនុកចិត្តបើសិនបើយើងគិតអំពីន័យទូទៅមានន័យថាឲ្យតែបុគ្គលណាគាត់អត់អាចធ្វើសកម្មភាពតាមតែគាត់សន្យាបានវាចូលលើការរំលោភលើទំនុកចិត្តមានន័យថាការក្បត់ចិត្តនឹងឯងប៉ុន្តែនៅក្នុងខ្លឹមសារក៏ដូចជាធាតុផ្សំនៃបទល្មើសរំលោភលើទំនុកចិត្តក្នុងមាត្រា391នេះយើងឃើញថាគឺគេសំដៅទៅលើទ្រព្យសម្បត្តិកម្មវត្ថុនៃទ្រព្យសម្បត្តិខ្ញុំអាចលើកជាឧទាហរណ៍មួយដែលជាការបកស្រាយអាចថាធ្វើឲ្យពង្រីកវិសាលភាពចោះឬក៏អាចថាស្ថិតនៅក្នុងនៃសតិសភាពចោះថាមានបរិសម្នាក់ហ្នឹងគាត់សន្យាថាស្រឡាញ់នារីហ្នឹងហើយនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅពេលក្រោយហើយគាត់ក៏បានសន្យាគ្នាអញ្ចឹងទៅគាត់ក៏បានប្រព្រឹត្តនៅអំពើដែលចាស់គេហៅថាទុំមុនសកៀលអញ្ចឹងដោយសារតែខាងនារីហ្នឹងគាត់ទុកចិត្តលើបរិសហ្នឹងអញ្ចឹងគាត់ក៏សុកចិត្តប្រគល់កាយទៅឲ្យបរិសស្រាប់ថ្ងៃក្រោយមកបរិសហ្នឹងបែរជាដោះដៃអញ្ចឹងរូបភាពហ្នឹងតាមន័យទូទៅតាមប្រជាពលរដ្ឋទូទៅគាត់គិតថាអូបរិសហ្នឹងគាត់ឆោបោកឬក៏បរិសហ្នឹងគាត់មលោបទំនុកចិត្តដែរប៉ុន្តែជាក់ស្ដែងអត់អញ្ចឹងទេព្រោះការប្រព្រឹត្តនៅសកម្មភាពមលោបលើទំនុកចិត្តហ្នឹងឬការឆោបោកហ្នឹងគឺវាច្រើនគេផ្ដោតទៅលើការទទួលបាននៅទ្រព្យសម្បត្តិឬក៏ហត្ថលេខាស្នាមមេដៃអីជាដើមប៉ុន្តែអារូបកាយគឺច្បាប់គេអត់ចែងអញ្ចឹងទេអញ្ចឹងយើងអត់អាចយកនៃសតិសភាពដើម្បីបកស្រាយឲ្យវាស៊ីគ្នាទៅនឹងសកម្មភាពបរោះដែលបានធ្វើនោះទេអញ្ចឹងគឺគេអត់ធ្វើអញ្ចឹងទេអញ្ចឹងហើយបានជានៅក្នុងក្រមព្រហ្មទណ្ឌគឺគោលការណ៍នេះជាគោលការណ៍ចម្បងដែលចក្រមគាត់ត្រូវតែយកចិត្តទុកដាក់មែនទែននៅក្នុងការបកស្រាយដើម្បីកំណត់ថាតើមានអត្ថប្រយោជន៍នៃបទល្មើសដែរអត់ហើយបើសិនបើមានតើត្រូវផ្ដន្ទាទោសដោយរបៀបណាសំទោសយើងមាន slide ចុងក្រោយមួយទៀតមិនមែនមួយនេះទេជា slide ចុងក្រោយនេះទើបជាចុងក្រោយដែលនិយាយអំពីការប្រកាសទោសអញ្ចឹងការប្រកាសទោសនេះគឺមានចែងយ៉ាងជាក់ច្បាស់នៅក្នុងមាត្រា6នៃក្រមព្រហ្មទណ្ឌគេបានកំណត់ថាគ្មានទោសណាដែលអាចត្រូវបានយកមកអនុវត្តបានឡើយប្រសិនបើទោសនោះមិនត្រូវបានប្រកាសដោយតុលាការអញ្ចឹងពាក្យថាគ្មានទោសណាដែលត្រូវអាចអនុវត្តបានមានន័យថាបើទោះបីជាបុគ្គលណាម្នាក់គាត់បានប្រព្រឹត្តនៅបទល្មើសហើយក៏ដោយប៉ុន្តែប្រសិនបើគាត់មិនទាន់បានឆ្លងកាត់ការសម្រេចសេចក្តីចេញសាលក្រមមកទេបុគ្គលនោះគឺគាត់នៅតែមិនទាន់អាចត្រូវអនុវត្តទោសទេអញ្ចឹងកន្លែងហ្នឹងនិយាយខ្លីមានន័យថាតើតែមានសាលក្រមសម្រេចផ្ដន្ទាទោសគាត់ទើបគាត់ត្រូវអនុវត្តនៅទោសហ្នឹងហើយបន្ថែមពីនេះក្រៅពីមាត្រា6នៃក្រមព្រហ្មទណ្ឌនេះក៏មានបទបញ្ញត្តិផ្សេងទៀតដែលមានចែងបង្ហាញអំពីសង្កត់ភាពនៃការប្រកាសទោសនេះដែរដោយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាយើងត្រង់មាត្រា38នៃកថាខណ្ឌចុងក្រោយគេនិយាយថាជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរអញ្ចឹងបើសិនបើយើងពិនិត្យមើលអំពី
ចំណុចនេះគឺយើងឃើញថាបើទោះបីជាបុគ្គលហ្នឹងគាត់បានប្រព្រឹត្តបទល្មើសយ៉ាងច្បាស់ក៏ដោយតែបើសិនបើអត់ទាន់មានសារក្រមចូលជាស្ថាពរទេគាត់នៅតែមិនទាន់អាចត្រូវបានអនុវត្តទោសអញ្ចឹងគិតត្រឹមពេលនេះគឺមេរៀនឬក៏បទបង្ហាញរបស់ខ្ញុំបានបញ្ចប់ហើយអញ្ចឹងខ្ញុំសូមអរគុណជាថ្មីម្ដងទៀតដែលបងប្អូននិងមិត្តនិស្សិតដែលកំពុងសិក្សានៅមុខវិជ្ជានីតិសាស្ត្រដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រសិនបើមានជាសំណួរបងប្អូនអាចឆាតមកនៅក្នុង page របស់ខ្ញុំបានហើយប្រសិនបើក្នុងករណីដែលខ្ញុំពោលពាក្យទៅមានការលើសលួសឬក៏ខ្វះខាតខ្ញុំរីករាយនឹងទទួលនៅការកែលម្អដើម្បីធ្វើយ៉ាងណាឲ្យការចែករំលែកនៅចំណេះដឹងបន្តិចបន្តួចដែលខ្ញុំបានសិក្សានេះអាចចែកជូនសម្រាប់ជាប្រយោជន៍ដល់សិស្សបងប្អូនដែលគាត់ស្ថិតនៅក្នុងវិស័យយុទ្ធធម៌នេះដែរបាទសូមអរគុណសូមគោរពលាបាទ